Ok តោះយើងមកដំឡើងហ្វុងសម្រាប់ Photoshop ណានេះហ្វុងប្រភេទនេះឈ្មោះថាអីគេ Mousse Modern ចឹងប្រភេទហ្វុងអស់នេះ Mousse Modern ចឹងហ្វុងនេះវាមានទម្រង់បែបនេះមើលទៅស្អាតទេតាអូខេតោះចឹងយើងតម្លើងទាំងអស់គ្នាដំបូងគឺយើងចូលទៅកាន់ download ហ្វុងហ្នឹងសិនណានេះ download ពី Telegram ឈ្មោះនេះចាំខ្ញុំដាក់នៅខាងក្រោមវីដេអូដាក់ link នៅខាងក្រោមវីដេអូចឹងយើងគ្រាន់តែចុចលើវាមកយើងចុច download ទៅតបមកទៀតយើងចុចមកស្ដាំលើវាយកពាក្យថា extract ចុច OK ចូលទៅកាន់ folder ហ្វុងហ្នឹងយើងចុច Ctrl A select ទាំងអស់ចុចមកស្ដាំនេះយកពាក្យថា install for all user ចុចលើវាមកចឹងដោយសារខ្ញុំតម្លើងហ្វុងនឹងរួចហើយនៅកុំព្យូទ័រហ្នឹងបើសិនជាវាអត់តាន់តម្លើងវាអត់ load ពាក្យនេះចឹងនេះយើងយក yes មកអូខេដាំចឹងយើងចូលទៅកាន់ Photoshop របស់យើងហ្វុងហ្នឹងឈ្មោះថានេះ Mousse Modern នេះហ្វុងទាំងអស់នេះចឹងវាមានស៊ីនអានេះតូច extra line រៀងធំ next line រៀងធំ regular រៀងធំដល់ពេល extra ball នេះគឺវាដិតខ្លាំងចឹង slide មួយណាយើងរើសមួយហ្នឹងមក already ចឹងវីដេអូមានប៉ុណ្ណឹងពីរបៀប install ហ្វុងអូខេ bye bye